ស្វាគមន៍មកកាន់ជីវិតនារីខ្ជិលតែសំណាងថ្ងៃនេះមកធ្វើម្ហូបបែបងាយងាយស្រួលឆាផ្សិតច្បើងហើយក្តាមប្រៃខ្ញុំទិញគេតាមមកមើលការឆាផ្សិតច្បើងរបស់យើងដំបូងខ្ញុំដាក់ប្រេងឆាមកបន្តមកទៀតចាំឲ្យខ្ទះរៀងក្តៅតិចយើងដាក់ខ្ទឹមសយើងចូលមកឆាវាត្រឡប់ទៅត្រឡប់មកកុំឲ្យវាខ្លោចដុំអញ្ចឹងណាពេលរៀងឈ្ងុយតិចហើយយើងអាចដាក់សាច់យើងចូលមកសម្រាប់សាច់ថ្ងៃហ្នឹងខ្ញុំប្រើសាច់គោឆាជាមួយផ្សិតច្បើងហ្នឹងណាឆាសាច់យើងឲ្យរៀងសម្បត់តិចយើងដាក់ទឹកប្រឡាក់សាច់ហើយដាក់គ្រឿងក្រៅយើងដូចជាអំបិលស្ករប៊ីចេងរ៉តឌីអីចឹងណាតាមចំណង់ចំណូលចិត្តមើលថាយើងចូលចិត្តប្រៃផ្អែមប៉ុណ្ណាយើងអាចថែមថយតាមនឹងបានបន្តមកទៀតដាក់ផ្សិតយើងចូលមកចៅកោះឆាត្រឡប់នៅពេញនឹងចឹងទៅអូយម្ហូបនឹងមហាសែនស្រួលហើយថែមទឹកថែមអីតិចមកឲ្យងាស់វាតែមួយផ្លែតគឺឆ្អិនបានញ៉ាំតែម្ដងដោយសារខ្ញុំចូលចិត្តម្រេចចឹងដាក់ម្រេចថែមបន្តិចណាហើយបន្តមកទៀតខ្ញុំដាក់ទឹកប្រេងខ្យងថែមបន្តិចដែរមើលតាគោត្រឡប់តាវាមកពុះអីចឹងទៅយើងភ្លក់មើលទៅថារសជាតិមិនដែរត្រូវថែមថយគ្រឿងអីតាមនឹងទៅមុខនេះគឺធ្វើឆាប់ឆ្អិនឆាប់បានញ៉ាំលឿនរហ័សឆ្ងាញ់ទៀតពេលដែលឆ្អិនហើយដាក់តែស្លឹកខ្ទឹមហើយកូរត្រឡប់ពីវាជុំមកឲ្យវាស្ពតទឹកខ្ទឹមណាបានហើយពេលដែលឆ្អិនហើយមិនចាំយូរគឺថាដួសដាក់ចានវឹបមកឆាប់បានញ៉ាំបងប្អូនមើលហើយតំណងអត់ដាក់បន្ទុកឲ្យម៉ានដែរវីដេអូថ្ងៃហ្នឹងងាយស្រួលអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនសម្រាប់ការមើលពីដើមដល់ចប់